សួស្តីអ្នកនរគ្នាថ្ងៃនេះយើងនឹងមករៀនអំពីការដាក់លេខទំព័រនៅក្នុងឯកសាររបស់យើងនេះគឺជាឯកសាររបស់យើងណាអញ្ចឹងឯកសាររបស់យើងពីរស្លឹកនេះគឺអត់មានលេខទំព័រទេអញ្ចឹងដើម្បីដាក់លេខទំព័របានគឺចូល insert ហើយនៅខាងស្ដាំនេះ page number ខ្ញុំប្រិចតិច page number បន្ទាប់មកយើងយក bottom of page ជាយក bottom of page នេះមានថាលេខទំព័រគឺនៅចេញខាងក្រោមទំព័រយើងយក top of page គឺលេខទំព័រចេញខាងលើអញ្ចឹងជ្រុលទៅលេខទំព័រគឺនៅខាងក្រោមអញ្ចឹងខ្ញុំយក bottom of page មកខ្ញុំចាប់ផ្ដើមរើស mode នេះគឺជា mode នៅក្នុង page number ណាអញ្ចឹងអូបានខ្ញុំចូលមកកណ្ដាលនេះមួយអញ្ចឹងពេលយើងចុចមកគឺវា load មកទាំងខាងក្រោមតោះណាអញ្ចឹងវា load អញ្ចឹងខ្ញុំបរិចតិច load អញ្ចឹងយើងអាចកែច្នៃបានយើងអាចសរសេរពាក្យពីមុខមកបានយើងសរសេរថាទំព័រទីប៉ុន្មានអញ្ចឹងមកហើយយើងដូរ font ទៅតាមណាដែលយើងស្រឡាញ់មកឧបមាថាខ្ញុំដូរដាក់ font សៀមរាបទំហំ10ហ្នឹងទៅឧទាហរណ៍អញ្ចឹងមើលយើងកលេចមើលទៅទំព័រទី2គឺវាឡើងអូតូតែម្ដងអូខេអញ្ចឹងឧបមាខ្ញុំ close ចោលសិនខ្ញុំចូលមកដល់ទំព័រថ្មីឧបមាថាខ្ញុំ control enter ដើម្បីបង្កើតទំព័រថ្មី control enter មកគឺ load ទំព័រទី3តែម្ដងអូខេហើយកន្លែងលេខទំព័រនេះបើយើងចង់ edit យើងអាច select លើ2ដងមានន័យថាយើងចុចលើ2ដងមកឬក៏ right click យើងយកពីតែ edit នេះក៏បានដែរអញ្ចឹងយើងអាចដាក់បន្ទាត់ដាក់អីបន្ថែមបានទៀតដើម្បីដាក់បន្ទាត់បានយើងនេះបន្ទាត់បើបន្ទាត់នឹងយើងអត់ស្រឡាញ់ទេយើងដាក់ចូល border and setting មកហើយយើងរើស mode បន្ទាត់ដែលយើងស្រឡាញ់ដូចថាស្រឡាញ់ពណ៌នេះ color ពណ៌ hue អានេះយើងដកចោលទុកទៅខាងលើទៅអូខេមកគឺវាចេញចេះហើយអញ្ចឹងគឺវា apply ទៅគ្រប់ទំព័រហ្នឹងហើយអូខេ